រៀបសួរពុកម៉ែបងប្អូនចាខ្ញុំជម្រាបប្រាប់ពុកម៉ែបងប្អូនចាការទូទាយរបស់ខ្ញុំចាដាក់បច្ច័យតាមសទ្ធាពុកម៉ែបងប្អូនចាអ្នកខ្លះគាត់មើលទូខ្ញុំគាត់គិតថាអ្នកគ្រូដាក់បានចាអញ្ចឹងគឺខ្ញុំបញ្ជាក់អញ្ចឹងថាខ្ញុំការទូទាយគឺដាក់តាមសទ្ធាតាមលទ្ធភាពបងប្អូនខ្ញុំអត់បានបង្ខំជំរុញចម្រើនថាទេត្រូវដាក់ប៉ុណ្ណេះព្រោះអីខ្ញុំគិតថាមានអ្នកមានឬក៏មានអ្នកអត់ចាអញ្ចឹងខ្ញុំយកលុយអ្នកមានមកបូកចូលជាមួយអ្នកអត់អញ្ចឹងវាស្មើគ្នាអញ្ចឹងពុកម៉ែបងប្អូនចាអញ្ចឹងបើខ្ញុំគិតតែផលប្រយោជន៍របស់ខ្ញុំមិនអាចទូទាយឲ្យពុកម៉ែបងប្អូនទេចាពុកម៉ែបងប្អូនចង់ទូទាយចាគាត់នៅប្រាប់ថាអ្នកគ្រូខ្ញុំចង់ទូទាយអញ្ចឹងបងអ្នកមកទូទាយនឹងថាគាត់ចង់ក៏ដែលនឹងហើបទៅលើបង្គោលអ្នកណាម្នាក់ដែលគាត់ទាយឲ្យទេចាអញ្ចឹងខ្ញុំបោះលទ្ធភាពទុកខ្ញុំទេអញ្ចឹងពុកម៉ែបងប្អូនគឺមានដំបូងមិនចាំប្រាប់ទៅរឿងខ្ញុំទេខ្ញុំចង់ថាដឹងថាបង្គោលអ្នកហ្នឹងគឺទាយចង់មើលអំពីអីតើកំពុងកើតរឿងអីហេតុអីចាបើសិនណាពុកម៉ែបងប្អូនទូទាយប្រាប់សាច់រឿងខ្ញុំទាំងអស់ខ្ញុំទាយមិនដូចគ្រូគេផ្សេងខ្ញុំអត់ដឹងទេអញ្ចឹងសម្រាប់គ្រូខ្ញុំអត់ឲ្យប្រាប់ទេតោះតែខ្ញុំមើលរួចហើយតើជួបអញ្ចឹងប៉ុនអត់ឬក៏មិនជួបអញ្ចឹងបានខ្ញុំសួរថាចង់មើលអំពីអីតើខ្ញុំនិយាយប្រាប់ហ្នឹងតើមានហេតុការណ៍កើតហើយឬនៅចាអញ្ចឹងខ្ញុំទាយពីកន្លងមកនឹងរហូតទៅមុខបន្តិចបន្តួចទៀតចាដូចថាខែមុននិងខែក្រោយខែមុនហ្នឹងកន្លងហួសអញ្ចឹងខែពេលកំពុងតែជួបហ្នឹងចាអញ្ចឹងរួចហើយបានខ្ញុំតទាយទៅមុខទៀតតើហេតុការណ៍កើតអីទៀតអញ្ចឹងបានខ្ញុំរៀបរាប់ព្រោះពុកម៉ែបងប្អូនយកលុយមកដើម្បីឲ្យខ្ញុំដោះប្រាថ្នាមិនអត់ពុកម៉ែបងប្អូនចាមិនមែនឲ្យខ្ញុំមកកងកាច់ឬក៏ស្អីទេគឺឲ្យខ្ញុំដោះប្រាថ្នាដោយសារពុកម៉ែបងប្អូនស្រីបងប្រុសនឹងអត់យល់អញ្ចឹងគាត់ឲ្យខ្ញុំជួយសម្រាយខ្ញុំអត់មានដែលមានបញ្ហាអីត្រូវថាជួយពុកម៉ែបងប្អូនកើតតែខ្ញុំជួយសម្រាយថាអូត្រូវឲ្យចេះអូបងកំពុងតែជួបចេះបងត្រូវតែប្រយ័ត្នចេះអញ្ចឹងគ្រូបងគ្រូម្នាក់គឺជួយសម្រាយបងប្អូនទាំងអស់ចាអញ្ចឹងមិនមែនគ្រូមកសម្រាប់ការចាញ់ចាឬក៏អីមួយឬក៏គេហៅថាមើលទៅខ្លាចឃើញចាអត់ទេកុំខ្លាចចាមើលឃើញគេប្រាប់តែយើងប្រយ័ត្នចាហើយបើថាមិនបានមើលមិនបានអីយើងកុំរវល់កុំខ្វល់អញ្ចឹងរឿងវាអត់មានទេកើតឡើងឬមិនកើតឡើងមកអញ្ចឹងពុកម៉ែបងប្អូនចាអញ្ចឹងគាត់បញ្ជាក់ប្រាប់ថាធ្វើគ្រូទាយឲ្យមានគុណធម៌ក្នុងសច្ចធម៌ឲ្យចេះយោគយល់គ្នាចាអញ្ចឹងមិនមែនដូចថាអ្នកខ្លះគ្រូហើយគ្រូទៅទាយដែរគ្រូមិនមែនគ្រូទាំងអស់ហ្នឹងមហិទ្ធិរិទ្ធតែនឹងអស់ឯងទាយខ្លួនឯងទាយគ្រូសាខ្លួនឯងឯងគ្រូក៏ចេះមើលគ្រូខ្លួនឯងកើតទេគាត់អាចទៅមើលគេផ្សេងអញ្ចឹងពុកម៉ែបងប្អូនចាអញ្ចឹងគ្រូមិនអាចថាគ្រូចេះគ្រូហើយទៅមើលដែលគ្រូមើលគ្រូខ្លួនឯងយើងនិយាយថាចេះមើលគ្រូហើយមើលខ្លួនឯងអត់កើតទេចាតែបើសម្រាប់ខ្ញុំអត់ទេពុកម៉ែបងប្អូនចង់និយាយថាមិនមែនយើងអត់ដឹងទេតែយើងអត់ជឿជាក់ចាអត់ជឿជាក់ក្នុងអារម្មណ៍របស់យើងអញ្ចឹងបង្គោលម្នាក់ខ្ញុំជឿថាគាត់និយាយរួមទៅមិនមែនថាគាត់ចេះហើយគាត់គេហៅថាព្យាបាលខ្លួនឯងត្រូវទេចាវាត្រូវតែមានផ្លត់ស្នៀតខ្លះហើយមែនអត់ពុកម៉ែមកសំបីតពេទ្យខ្ញុំនិយាយសំបីតពេទ្យដុកទ័រទោះបីយ៉ាងម៉េចក៏គាត់អាចការផ្លត់ស្នៀតចាការគាត់ចេះខ្លួនឯងតែគាត់ពេលខ្លះគាត់អត់ព្យាបាលខ្លួនឯងអត់កើតទេគាត់នៅរកគេព្យាបាលដែរអញ្ចឹងពុកម៉ែបងប្អូនតែអានឹងខ្ញុំនិយាយខុសឬក៏ត្រូវខ្ញុំអត់ដឹងទេសូមបើខុសត្រូវមិនទេក៏ជួយ comment ប្រាប់ឬក៏ជួយប្រាប់ផងព្រោះខ្ញុំមិនសូវដឹងនេះដែរតែគាត់ថាអានេះខ្ញុំគាត់ឧទាហរណ៍ថាសំបីតពេទ្យក៏ព្យាបាលខ្លួនឯងវារៀងយ៉ាប់ដែរអញ្ចឹងក៏ត្រូវរកពេទ្យផ្សេងមកចឹងដែរណាពុកម៉ែបងប្អូនចាអញ្ចឹងដូចគ្រូចឹងតាគ្រូចេះទីខ្លួនឯងមិនប្រកាសថាទីឆោតចាអញ្ចឹងតនឲ្យវាមានគេហៅថាបោកពុកម៉ែបងប្អូនពីបោកអញ្ចឹងគេហៅថាឆ្នាំជាបាលវាបោកចូលគ្នាទៅក៏អាចវាធូរស្វាងដែរអញ្ចឹងណាដើម្បីអញ្ចឹងមិនគ្រូខ្លះគេថាគ្រូទាយគ្រូដូចខ្លួនឯងខ្លាចគេចាញ់ចាមហ្មងទេចាដោយសារយើងធ្វើគ្រូដែរតែអត់មានកលឹះការម្នោះដោះស្រាយអញ្ចឹងបើគេដាក់បច្ច័យឲ្យទាយគេទៅពុកម៉ែបងប្អូនចាអញ្ចឹងខ្ញុំជួបគ្រូមួយចំនួនថាធ្វើគ្រូឲ្យដែលទាយគេធ្វើអីគ្រូខ្ញុំមិនដូចគ្រូគេទេចាគ្រូខ្ញុំអត់ទាយពីគ្រូទេចាបើសិនណាខ្លួនឯងនឹងដឹងថាខ្លួនឯងដែលមិនទាយគេឬក៏អីគេអញ្ចឹងយើងចាំតែសួរនាំគេទៅបើគេដាក់បច្ច័យឲ្យបើមិនទាយគេទៅបាញ់ឬគេវិញទៅមិនអញ្ចឹងឲ្យពុកម៉ែបងប្អូនចាតែបើសម្រាប់ខ្ញុំគឺអត់ទេចាសំបីតែនិយាយរួមបង្គោលម្នាក់មិនខ្ញុំអត់បានសំដៅទៅលើអ្នកមកចាញ់ចាខ្ញុំទេឲ្យតែដាក់បច្ច័យឲ្យខ្ញុំឬក៏ពឹងពាក់ខ្ញុំមើលទាំងអស់ចាអត់មានគិតថាអ្នកចាញ់ចាឬក៏មានចាញ់ចាខ្ញុំអត់បានចាប់អារម្មណ៍ទេគឺអ្នកមករកខ្ញុំ
អ្នកពឹងពាក់ខ្ញុំគឺអ្នកគិតថាខ្ញុំជាមនុស្សបែបមិនគឺចំនួនអត់ជំនឿអាក្រក់ឲ្យបានអ្នកពឹងពាក់ខ្ញុំឲ្យបាញ់ដល់លុយមកឲ្យខ្ញុំទូទាយមែនអត់ពុកម៉ែបងប្អូនចាអញ្ចឹងខ្ញុំមានវិធីការដោះស្រាយចាខ្ញុំការទូទាយគឺខ្ញុំសម្រាប់សម្រាយឲ្យពុកម៉ែបងប្អូនដែលមានវិបត្តិឬក៏មានបញ្ហាអញ្ចឹងគាត់ឲ្យខ្ញុំជួយបញ្យល់ជួយដោះស្រាយឲ្យអញ្ចឹងពុកម៉ែបងប្អូនចាពុកម៉ែបងប្អូនណាចំណាប់អារម្មណ៍ចង់ទូទាយខ្ញុំឬក៏ជួយឲ្យខ្ញុំឲ្យយោបល់គឺអាចតែវាយ QR code វាយតាម Telegram ខ្ញុំបានចាខ្ញុំមិនសូវប៉ិននិយាយប្រហែលទេពុកម៉ែបងប្អូនអរគុណច្រើន